បើយើងធ្វើការទាំងយប់ទាំងថ្ងៃប្រហែលជា10ថ្ងៃ10ថ្ងៃមែនទេវាធ្វើឲ្យយឺតយ៉ាវដល់សង្គ្រាមខ្លាំងណាស់ខ្ញុំគ្មានជំរឿសទេបញ្ហាបន្ទាន់ពេកកប៉ាល់10គ្រឿងយើងអាចប្រើការបានហើយកប៉ាល់ផ្សេងទៀតអាចមកនៅពេលក្រោយណាយឺតពេលហើយយើងចង់ឲ្យកងទ័ពទាំងអស់ត្រូវបញ្ជូនទៅកូរ៉េនៅក្នុងរយៈពេល1ថ្ងៃបើបែបនេះគឺត្រូវការយ៉ាងហោចណាស់ក៏កប៉ាល់មួយគ្រឿងដែរហើយរយៈពេលខ្លីបែបនេះយើងបានមកពីណាយើងមិនខ្វល់ទេបើការងារនេះបរាជ័យយើងនឹងចោទប្រកាន់ឯងពីបទធ្វេសប្រហែសប៉ុន្តែចាំបន្តិចលើថាលីជៀនអានបង្កើតអភូតហេតុបានភារកិច្ចនេះគឺជារបស់ឯងបើសិនជារយៈពេល1ថ្ងៃឯងរកកប៉ាល់ធំមិនបានឯងនឹងត្រូវប្រឈមមុខជាមួយនឹងអាញាសឹកអ្នកកប៉ាល់មួយគ្រឿងរយៈពេល1ថ្ងៃមែនទេវាមិនអាចទៅរួចទេលោកត្រួតពិនិត្យគួរតែមានហេតុផលផងទៅឯងហ៊ានសួរដេញដោលពីបទបញ្ជារបស់យើងតើមែនទេខ្ញុំមិនហ៊ានទេលីជាងអានលើកនេះឯងចប់ហើយមិនអាចគិតផុតពីអន្ទាក់នេះទេលីជាងអានថ្ងៃស្អែកយើងនឹងទៅដោយផ្ទាល់រាប់ចំនួននាវាប្រយ័ត្នខ្លួនតែមែនតែនបើថ្ងៃស្អែកឯងធ្វើមិនបានយើងនឹងធ្វើឲ្យឯងរងទុក្ខវេទនានាវាធំមានតែប៉ុណ្្នឹងទេមិនចាំស្អែកទេរសៀលនេះប្រកាសជាបានតែម្ដងថាម៉េចជាងអានឯងនិយាយស្អីដូចជាគ្មានហេតុផលសោះល្អឯងនិយាយខ្លួនឯងទេណាបើរសៀលនេះមិនឃើញនាវា100គ្រឿងយើងនឹងយកក្បាលរបស់ឯងហើយស្ដាប់ច្បាស់ណាយើងមិនមែនធ្វើដើម្បីឯងទេគឺធ្វើដើម្បីកងទ័ពដើម្បីទៅកម្ចាត់តាតាឲ្យបានឆាប់បំផុតតែប៉ុណ្ណោះធ្វើដើម្បីអ្វីក៏ដោយចោះរសៀលនេះយើងចង់ឃើញនាវា100គ្រឿងអ្នកជាងអាណាកុំឆេវឆាវពេករយៈពេលពាក់កណ្ដាលថ្ងៃមាននាវាបែបណាលោកម្ចាស់កុំអារម្មណ៍អីខ្ញុំមិនបានត្រៀមខ្លួនធ្វើសឹកជាមុនទេចាំតែមើលទៅរសៀលនេះយើងនឹងកម្ចាត់ឯងឲ្យខាន់តែបានលោកម្ចាស់តើពិតជាបាននាវា100គ្រឿងមែនទេច្រើនជាង100គ្រឿងទៅទៀតយើងមាននាវា400គ្រឿង400គ្រឿងព្រះជួយមាននាវាច្រើនយ៉ាងនេះអាមហាថ្លឹកនោះប្រកាសជាភ័យរាកនោមហើយទៅមកសមុទ្ររៀបចំនាវាទាំងនោះទៅត្រៀមខ្លួនទទួលនាវាទាំងអស់នោះទទួលបញ្ជាប្រព័ន្ធដល់វៀនឯងហើយគ្មានបញ្ហាទេលោកម្ចាស់រឿងតូចតាចទេចម្លងនាវា10គ្រឿងនៅមាត់សមុទ្រនោះឲ្យខ្លាចទៅជា400,000ណាតែសូមបញ្ជាក់កុំតាន់ចម្លងកំភ្លើងធំណាទទួលបញ្ជាកំពុងដំណើរការប្រព័ន្ធពិតជាអស្ចារ្យមែនគ្រាន់តែល្បីកប៉ិកប៉ុកប៉ុណ្ណោះសូមជូនពរឲ្យលោកម្ចាស់ទទួលបានជ័យជំនះយ៉ាងរុងរឿងអរគុណលោកម្ចាស់មាននាវា400គ្រឿងបង្ហាញខ្លួននៅសមុទ្រហើយទៅប្រាប់អាមហាថ្លឹកនោះទៅសង្ឃឹមថាវាមិនភ័យលេចនំដាក់ខោទេបាទលោកម្ចាស់លីជៀនអានជឿនយើងឯងដូចជាផ្ទះសាពេកហើយជាងអាណាឯងគួរតែសុំទោសលោកអ្នកត្រួតពិនិត្យទៅសម្របខ្លួនខ្លះទៅបើមិនដូច្នោះទេណារឿងនេះមិនអាចចប់រងាឡើយអរគុណលោកចៅខេត្តហើយដែលបានបារម្ភតែជួបមនុស្សដូចជាលោកអាម៉ាត់លូអញ្ចឹងត្រូវតែដាក់ឲ្យខ្លាំងបន្តិចហេតុអីបានជាឯងរឹងរូសយ៉ាងនេះណែនៅលើសមុទ្រគ្មានឃើញនាវាទេឯងព្រមទទួលខុសហើយនៅលោកទៅពិនិត្យទៅបើភ្នែកដ៏តូចរបស់លោកនេះឲ្យធំទៅនោះនេះមិននឹងអាចទៅរួចទៅមានរឿងអីកន្លងនេះវាច្រើនណាស់ពួកវាមកពីណាឯងជួយក្តិចយើងបន្តិចទៅមើលតើយើងកំពុងយល់សពមែនទេវ៉ាវនេះវាច្រើនណាស់200 300 400គ្រឿងទាំងអស់នេះច្រើនណាស់ហើយបានមកពីណានឹងហ៎ទាំងអស់នេះគឺជាទុកអ្នកនេសាទមកពីក្រុងតាសៀខ្ញុំក៏បានត្រៀមសម្រាប់ឆ្លងសមុទ្រគឺខ្ញុំត្រៀមទុកតាំងពីយូរមកហើយគ្រួសារឯងមាននាវាច្រើនយ៉ាងនេះច្រើនជាងកងទ័ពជើងទឹកទាំងខេត្តបូកចូលគ្នាទៀតមិនជារបស់ខ្ញុំទេវាជាកម្មសិទ្ធិរបស់ប្រជារាស្ត្រវាមិនមានច្បាប់ណាដែលប្រជារាស្ត្រមិនមានទុកផ្ទាល់ខ្លួននោះទេណាត្រូវទេលោកម្ចាស់អ្នកជាងអាណាឯងពិតជាមនុស្សពូកែគ្រប់យ៉ាងតែម្ដងហើយនេះដូចជាស្បៀងដូចជាតបហើយឥឡូវនេះមាននាវាពេញសមុទ្រថែមទៀតទេ
យើងមិនអាចបណ្ដោយឲ្យលីជៀនអានធ្វើចរិតបើហឺនដាក់យើងបែបនេះទេយើងត្រូវតែរៀបផែនការកម្ចាត់វា បញ្ញាប់ឡើងលើកស្បៀងនិងសម្ភារៈទាំងអស់ដាក់លឿននាវាទៅលើករួចយប់នេះយើងចេញដំណើរនៅពេលព្រឹក ទទួលបញ្ជាលោកម្ចាស់ឈប់សិននេះជាស្អីលោកអ្នកត្រួតពិនិត្យនេះគឺជាសម្លេងសម្រាប់ធ្វើសម្លៀកបំពាក់ខែល្ងាចសម្លេងហ៎ទៅចោះឥឡូវនេះវាពិបាកទិញណាស់យើងនឹងប្រើវិធីនេះដើម្បីដាក់អន្ទាក់វាលីជៀនអានរដូវរងាចិត្តមកដល់ហើយប្រទេសកូរ៉េត្រជាក់ខ្លាំងណាស់កងទ័ពយើងខ្វះខាតសម្លេងទៅរកយើង3នាវា លោកអ្នកត្រួតពិនិត្យដែរយើងបានទិញសម្លេងតាំងពីព្រឹកមិញឥឡូវនេះពិបាកណាស់ទិញបន្ថែមទៀតគឺពិបាកណាស់ទៅមិនរួចទេ យើងមិនខ្វល់ទេមុនពេលដែលយើងចេញដំណើរទៅរកយើងបាន5អត់ទេ10នាវា គឺមានចេតនាធ្វើបាបគេហើយកំពុងតែរំខានអ្នកចម្បាំង លេ ហើយ ជៀន ណា អានទៅរកសម្លេង10នាវាមកបើមិនដូច្នោះត្រៀមខ្លួនទទួលទារុណកម្ម គ្មានបញ្ហាទេគ្រាន់តែសម្លេងជារឿងតូចតាចតា ថាម៉េចលេជៀនអានស្ដាប់ឲ្យច្បាស់គឺសម្លេង10នាវាណា បាទខ្ញុំនិយាយរួចហើយថា10នាវាគ្មានបញ្ហាទេអណជាងអានយើងដឹងថាឲ្យមានលទ្ធភាពទិញប៉ុន្តែទៅរកទិញមកពីណាទៅ10នាវាគឺច្រើនខ្លាំងណាស់ខ្ញុំមានផែនការរបស់ខ្ញុំតែយើងសុកចិត្តឲ្យមហាថ្លឹកនោះមកដឹកចំោះយើងអញ្ចឹងមែនទេលោកចៅហ្វាយខាត់ចាំមើលខ្ញុំចាត់ចែងចុះណែជាងអាណាកុំបង្ករឿងឲ្យកាន់តែធំណាខ្ញុំដឹងថាត្រូវធ្វើអ្វីហើយ លីជៀនអានជាសម្លេង10នាវាណាទោះបីជាប្រាទ្រព្យសម្បត្តិអស់ទាំងខេត្តក៏មិនអាចទិញបានដែរឯងកំពុងតែល្មើសច្បាប់កងទ័ពហើយហេតុអីបានជាឯងនៅតែសោយទៀត លោកអ្នកត្រួតពិនិត្យបើសិនជាខ្ញុំទិញបានសម្លេង10នាវាតើលោកធ្វើអ្វី ហាបើឯងរកបានមែនយើងនឹងទូលថ្វាយព្រះអធិរាជឲ្យប្រទានរង្វាន់ដល់ឯងប៉ុណ្ណឹងបាន ទេប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេសម្លេងភាគច្រើនគឺដឹកតាមផ្លូវគោកកងទ័ពរបស់យើងទុកកម្លាំងសម្រាប់វាយប្រហារយើងមិនអាចខាត់បងកម្លាំងដោយសារតែលើកសម្លេងនោះទេបើសម្លេងមកដល់ពញាពេលក្នុងការធ្វើសង្គ្រាមលោកជាអ្នកទទួលខុសត្រូវមែនទេ ឯងចង់បានស្អី ខ្ញុំចង់ឃើញលោកនាំមន្ត្រីខ្លាំងៗមកជាច្រើនមើលទៅគេដូចជាមានកម្លាំងមាំមួនល្អពេលដែលសម្លេងមកដល់ខ្ញុំចង់ឲ្យលោកហើយនឹងកូនចៅរបស់លោកជាអ្នកលើក រាងកាយយើងមានតម្លៃណាស់យើងមិនធ្វើការធ្ងន់ធ្ងរបែបនេះទេ លោកអ្នកត្រួតពិនិត្យបើសិនជាគ្មានអ្នកដាក់ពេលឲ្យយកមកដល់វាគ្មានន័យទាំងអស់មែនទេលោកពិចារណាទៅ លោកគ្រាន់តែរលេះដើម្បីគេចវេះតែប៉ុណ្ណោះលោកអាម៉ាត់លូវាមិនអាចរកសម្លេងបាន10នាវាជាដាច់ខាតយល់ព្រមតាមវាចាំមើលការបរាជ័យទៅសមហេតុផលមែនល្អយើងព្រម នៅក្នុងជួរកងទ័ពមិនអាចនិយាយលេងសើចបានទេប្រព័ន្ធចាប់ផ្ដើមធ្វើការចម្លងសម្លេង10នាវាឲ្យយើង ទទួលបញ្ជា សូមរាយការណ៍លោកម្ចាស់យ៉ាងមានសម្លេងសន្ធឹកសន្ធាប់នៅមាត់ឆ្នេរទាហានរបស់ពួកយើងមានអាវរងាពាក់ហើយថាម៉េចមិនអាចទេយើងមិនជឿទេ លោកទៅមើលដល់ខ្លួនឯងទៅ នេះមិននឹងអាចមានរឿងបែបនេះកើតឡើងទៅនាវាសម្លេងតើឯងជាមនុស្សឬក៏ជាខ្មោចឲ្យប្រកាសទៅអា ខ្ញុំគឺជាមនុស្សហើយគ្រាន់តែទោះទីដឹងពីអនាគតតែប៉ុណ្ណោះខ្ញុំក៏កណនីទុកជាមុនថាខ្វះខាតអ្វីខ្ញុំក៏ត្រៀមទុកមុនជាងអាណាឯងជួយសង្គ្រោះកងទ័ពឲ្យជៀសផុតពីការរងានេះលោកមន្ត្រីត្រួតពិនិត្យសូមអញ្ជើញរំខានលោកជួយលើកសម្លេងទាំងអស់នេះដាក់លើនាវាផង យើងមានអារម្មណ៍ថាមិនស្រួលខ្លួនសោះកម្រើកមិនរួចទេរាងកាយយើងខ្សោយណាស់យើងឈឺក្បាលទៀត កងទ័ពយកกระดาษនិងទឹកខ្មៅយើង យកមកធ្វើស្អី សរសេរថ្វាយព្រះចៅអធិរាជថាមន្ត្រីថោកទាបមិនចេះគោរពពាក្យសន្យាហើយបង្កការរំខានដល់ការធ្វើសង្គ្រាមហើយធ្វើឲ្យទាហានរបស់យើងរងា ឯងអបរាជលូព្រះចៅអធិរាជសពប្រតិជាមួយលីជៀនអានណាបើទ្រង់បានតររបាយការណ៍នេះយើងប្រកាសជាចំមិនខានយើងមិនដោយឲ្យរឿងនេះកើតឡើងទេក៏បានយើងរក្សាសម្ដីរបស់យើងលើកវាទៅ
ណែជាងអាណាឯងប្រាប់ខ្ញុំមកមើលពួកយើងមកអង្គុយផឹកតែនៅទីនេះគណៈពេលដែលលោកត្រួតពិនិត្យកំពុងតែធ្វើការងារធ្ងន់ឯងមិនគិតថាមានសត្រូវទេហ៎គេចាញ់ភ្នាល់យើងពួកគេចង់ធ្វើដល់ខ្លួនឯងមិនអាចបន្ទោសអ្នកផ្សេងបានទេអញ្ជើញផឹកតែទៅ លីជៀនអានពេលដែលយើងត្រឡប់ទៅរាជធានីវិញយើងនឹងកម្ចាត់ឯងឲ្យបាន